រាជរដ្ឋាភិបាលចូលមូលដ្ឋានស្រុកពីរាំងនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចូលមូលដ្ឋាន4ភូមិនៅក្នុងឃុំកំពង់ពពិលនៅថ្ងៃ20ធ្នូម្សិលមិញនេះបានដឹកនាំសហការីចូលធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិតាំងរលាំងឃុំកំពង់ពពិលស្រុកពីរាំងខេត្តព្រៃវែងថ្លែងនៅក្នុងវេទិកានោះអាយដាមគឹមវណ្ណាបានលើកឡើងថាបច្ចុប្បន្នគណៈបកប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាចបានកំពុងតែដឹកនាំសង្គមជាតិឲ្យមានស្ថិរភាពសុខសន្តិភាពរឹងមាំមានការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យហើយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃក៏កាន់តែត្រូវបានលើកកម្ពស់ជាលំដាប់តាមរយៈនៃការរីកចម្រើននេះថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាបានធ្វើសកម្មភាពនៅគ្រប់ទីកន្លែងដើម្បីប្រស្រ័យតាក់ទងយ៉ាងស្អិតរមួតជាមួយប្រជាជនបម្រើប្រជាជនអស់ពីចិត្តពីថ្លើមក្នុងការជួយដោះស្រាយការលំបាកគ្រប់បែបយ៉ាងដែលកើតនៅមូលដ្ឋានអាយដាមបានបន្តថានៅក្នុងរយៈកាលនៃការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតបន្ទាប់ពីសម្ដេចនាយកហ៊ុនសែនបានធ្វើឲ្យសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមមានការជឿនលឿនហួសពីការស្មានប្រទេសជាតិមានការប្រែប្រួលមុខមាត់ថ្មីនៅគ្រប់ទីកន្លែងទាំងអស់យើងសង្កេតឃើញថាមានសមិទ្ធផលថ្មីកើតឡើងយ៉ាងប្រងព្រាតផ្ទុយស្រឡះពីជនអកតេមួយចំនួនដែលសន្យាខ្យល់ពុំបានធ្វើអ្វីជាផលប្រយោជន៍ដល់សង្គមជាតិសោះបានឃោសនាមួយបង្កាយខុសពីការពិតមកលើគណៈបកប្រជាជនកម្ពុជាក្នុងបំណងតែម្យ៉ាងគឺដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលអាយដាមបានបន្តថាសច្ចធម៌ប្រវត្តិសាស្ត្រគឺគ្មានជនណាឬក៏គណៈបកណាមកបំភ្លេចបាននោះឡើយហើយតាមរយៈការពលិកម្មនិងស្នាដៃធំជាច្រើនដែលគណៈបកប្រជាជនកម្ពុជាសម្រេចបានកន្លងមកនេះបានធ្វើឲ្យប្រជាជននៅគ្រប់មជ្ឈដ្ឋានមានការជឿជាក់និងគាំទ្រលើការដឹកនាំរបស់គណៈបកជារៀងរហូតមកឆ្លៀននៅក្នុងឱកាសនោះអាយដាមគឹមវណ្ណាតំណាងអាយដាមវងពិសេនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពីរាំងអាយដាមជឹមសុកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកំពង់ពពិលនិងសហការីបានអញ្ជើញចុះពិនិត្យមើលផ្លូវប្រវែងជាង800ម៉ែត្រដែលបច្ចុប្បន្នកំពុងចាប់ផ្ដើមដាក់លូកាត់ផ្លូវដើម្បីរំដោះទឹកក្នុងរដូវវស្សានិងបើពង្រីកទឹកទំហំ6ម៉ែត្រឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋនៅភូមិពហៀនិងភូមិតាំងរលៀងដែលនឹងត្រូវចំណាយថវិកាប្រមាណ22លានរៀលផងដែរ